តានឹងមានអ្វីកើតឡើងបើសិនបើប្រទេសប៉ូឡូញមិនមានបើគ្មានប៉ូឡូញអឺរ៉ុបកណ្ដាលនឹងក្លាយជាតំបន់សមុទ្រធំក្នុងដីអាល្លឺម៉ង់និងរុស្ស៊ីនឹងចែករំលែកឆ្នេរសមុទ្រធំមួយដោយសមុទ្របាល់ទិកនិងពង្រីកចូលទៅខាងត្បូងកាន់តែឆ្ងាយបំលែងផ្លូវពាណិជ្ជកម្មនិងអាកាសធាតុក្នុងសង្គ្រាមលោកលើកទី2បើគ្មានការលុកលុយប្រទេសប៉ូឡូញអ៊ីស្ពាក៏នឹងមិនក្លាយជាចំណុចផ្ដិចមុខដើម្បីបញ្ឆេះសង្គ្រាមនោះឡើយ Holocaust ក៏នឹងមានទ្រង់ទ្រីផ្សែងទៀតដោយគ្មាន Auschwitz ឬក៏ក្រុង Warsaw ដែលធ្លាប់ជាគេហដ្ឋាននៃហ្គីតូធំៗផ្នែកវប្បធម៌បើគ្មានប៉ូឡូញនិងគ្មានសូរ្យនីតិករឈូប៉េងគ្មានវិទ្យាសាស្ត្រី Marie Curie ផ្នែកប៉ាតង់និងបច្ចេកវិទ្យាគ្មានការបង្កើតប្រេងកែសម្រួល Kerosene ឬចង្កៀងអ៊ុកស្មានចុងក្រោយផ្នែកកីឡាបាល់ទាត់ក៏នឹងគ្មាន Robert Lewandowski ដែលជាអ្នកវាយគ្រាប់បាល់ដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រសម័យទំនើបផងដែរ